ខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរដោយទទួលបាននៅគ្រឿងឧបភោគបរិភោគពីពុកម៉ែបងប្អូនទូទាំងស្រុកកោះកណ្ដែលក៏ដូចជាសប្បុរសជននានាដែលបានឧបត្ថម្ភតាមរយៈរដ្ឋបាលស្រុកកោះកណ្ដែលថ្ងៃនេះរដ្ឋបាលស្រុកកោះកណ្ដែលបានរៀបចំនៅគ្រឿងឧបភោគបរិភោគនេះទៅចែកជូនពុកម៉ែបងប្អូនជាជនភៀសសឹកដែលសង្គ្រាមសៀមបានឈ្លានពានមកលើកម្ពុជារបស់យើងខ្ញុំបានពិតជាសូមអរគុណនៅទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានជួយនៅគ្រឿងឧបភោគបរិភោគតាមរយៈរដ្ឋបាលស្រុកកោះកណ្ដែលដើម្បីទៅចែកជូនពុកម៉ែបងប្អូនជនភៀសសឹកពិតជាអរគុណដល់ទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនខ្លាំងមែនទែនមានតែទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនដែលជាកងទ័ពជួរក្រោយទេដែលធ្វើឲ្យពុកម៉ែបងប្អូនជាជនភៀសសឹករបស់យើងគាត់មានអាហារហូបចុកគ្រប់គ្រាន់និងសម្លៀកបំពាក់គ្រប់គ្រាន់នៅក្នុងការភៀសសឹកមួយនេះហើយគឺជាកម្លាំងសាមគ្គីរបស់កងទ័ពជួរក្រោយក៏ដូចជាកម្លាំងសាមគ្គីរបស់បងមន្ត្រីរាជការនៃរដ្ឋបាលស្រុកកោះកណ្ដែលរួមគ្នាសហការគ្នាជួយគ្នាក្នុងគ្រាមានអាសន្ន